មហាណាចក្រមួយការរោគឆ្លងពីក្នុងចេញក្រៅគ្រោះថ្នាក់នៃអាណាចក្រក៏មានគ្រោះថ្នាក់ពិភពលោកក៏មានអញ្ចឹងពាក្យថាបិទឈូងសមុទ្រច្បាប់ថាបិទមិនបានតែរយៈកាលកន្លងមកបិទបានសមុទ្រខ្មៅរុស្ស៊ីបិទបានសមុទ្រPersian ឈូងសមុទ្រហូម៉ូអ៊ីរ៉ានបិទបានអាមេរិកបិទបាននេះគឺជាចំណុចដែលឆ្លើយថាឈូងសមុទ្រថៃក៏គេអាចបិទបានហើយឥឡូវនេះគេនិយាយគ្នាអត់ឈប់ទេ4ប្រទេសអត់បោកចិននៅឡើយទេនឹងត្រង់ហ្នឹងរឿងកសាងស្ពានគោកហើយនឹងមិនមែនដៃខ្មៅទេគឺតាក់ទងនឹងចវាយដំបងមិនតន់ចវាយពិភពលោកទេចវាយដំបងគឺចវាយមហាអំណាចនៅក្នុងសភាពការបច្ចុប្បន្នអាមេរិកកំពុងតែមានមេដឹកនាំដែលមានចក្ខុវិស័យវែងឆ្ងាយរឿងផ្សេងតែมันមានចក្ខុវិស័យវែងឆ្ងាយរឿងមួយយ៉ាងទៀតក្នុងរយៈពេលជាង2ឆ្នាំទៅមុខវាខ្លីទេក៏ប៉ុន្តែបើលបឿននៃផែនការស្ពានគោកវារត់លឿនវាคล้ายទៅជាការកែប្រែនៃភូមិសាស្ត្រនយោបាយនិងផ្លូវដឹកជញ្ជូនអ្វីដែលយើងអត់នឹកស្មានតលតែសោះអំពីអ៊ីមីរ៉េតអារ៉ាប់រួមវាកើតបាត់ហើយអញ្ចឹងអ្វីដែលយើងនឹកស្មានមិនដល់តលតែសោះនៃព្រែកជីក្រាឬក៏ស្ពានគោកពីសមុទ្រអាដាម៉ាន់និងឈូងសមុទ្រថៃអ្វីដែលខ្ញុំនិយាយថាគេមិនធ្វើទេគេរកទុនមិនបានបែរទៅជាគេគិតហើយគេចង់រកទុនឲ្យបានហើយឥឡូវសញ្ញាទុនពីដើមអត់មានអ្នកណាដាក់ទុនទេស្រាប់តែសិង្ហបុរីហើយនឹងចិនហើយប្រហែលវៀតណាមក៏ចាញ់លុយដាក់ទុនបើ Thailand ម៉ាឡេសិង្ហបុរីវៀតណាមបូកចិន5គេព្រមធ្វើស្ពានគោកហ្នឹងភូមិសាស្ត្រនយោបាយហើយនឹងមហាអំណាចអាមេរិកអាចរបូតភូមិសាស្ត្រហ្នឹងទៅចិនអាចរបូតភូមិសាស្ត្រហ្នឹងទៅចិនហើយបើរបូតភូមិសាស្ត្រហ្នឹងទៅចិនម៉ាឡេស៊ីឥណ្ឌូនេស៊ីក៏អាចទទួលរងគ្រោះរឿងនេះហើយដែលបណ្ដាលឲ្យសិង្ហបុរីស្ទុះស្ទែចង់វិនិយោគផែនការស្ពានគោកម៉ាឡេស៊ីដែលជាចំណែកនៃឈូងសមុទ្រថៃមិនទាន់ឃើញថាមានសកម្មភាពបែបណាទេប៉ុន្តែការជជែកគ្នាមានប្រទេសមួយដែលអត់ឃើញសញ្ញាអីគឺឥណ្ឌូនេស៊ីនៅពេលដែលឥណ្ឌូនេស៊ីមិនមែនជាចំណែកខ្លាំងនៃ Indo-Pacific ពីព្រោះប្រជាជន200លាននាក់ភាគច្រើនជាមូស្លីមតើឥណ្ឌូនេស៊ីគិតយ៉ាងម៉េចអ្វីដែលខ្ញុំនិយាយថាគេអត់ធ្វើទេគេគ្រាន់តែគិតឥឡូវគេប្រាប់ថាគេធ្វើអ្វីដែលយើងអត់ដែលនឹកស្មានតលទៅសោះអ៊ីមីរ៉េតអារ៉ាប់រួមនឹងដើរចេញពីអង្គការ OPEC បានសេចក្តីថានយោបាយរបស់សហរដ្ឋអាមេរិកកំពុងតែនៅក្នុងផ្លូវឆ្លងកាត់ crossroad 2ឆ្នាំជាងនេះបើ
មានការឆ្លោះឆ្លងទម្រង់អំណាចនៃមហាអំណាចអាចជួបប្រទះនឹងការប្រែប្រួលសង្គ្រាមវាអត់ទៅច្បាំងនៅច្រកម៉ាឡាកាទេសង្គ្រាមក៏វាអត់ច្បាំងនៅឈូងសមុទ្រថៃដែរសង្គ្រាមក៏វាអត់ច្បាំងនៅសមុទ្រចិនខាងត្បូងទេមិនបានវាអត់ពីព្រោះអ្នកកាន់អំណាចនៅសហរដ្ឋអាមេរិកអត់កំពុងតែដកការយកចិត្តទុកដាក់ក្នុងខ្សែបន្ទាត់ការពារទី1នៃ Indo-Pacific តើនយោបាយមួយដែលខ្ញុំមិនហ៊ាននិយាយនឹងកើតឡើងទេអាណាចក្រជួនកាលមិនរលំទេដោយការប៉ះជាមួយខាងក្រៅតែមហាអាណាចក្រឬអាណាចក្រអាចដួលរលំដោយរបស់ផ្ទៃក្នុងនៅពេលនេះស្អីក៏នៅកណ្ដាលទន្លេដែរស្អីក៏នៅកណ្ដាលទន្លេដែរណាក្មួយអំណាចនៃ Petrodollar កំពុងតែនៅកណ្ដាលទន្លេការកាន់ក្តាប់ច្រកដង្ហើមចេញចូលនៃពិភពលោកកំពុងតែនៅកណ្ដាលទន្លេហូម៉ូសនៅកណ្ដាលទន្លេសមុទ្រក្រហមនៅកណ្ដាលទន្លេព្រែកជីកស៊ុយអេនៅកណ្ដាលទន្លេសមុទ្រខ្មៅនៅកណ្ដាលទន្លេម៉ាក់ឡាកានៅកណ្ដាលទន្លេហេតុដូចម្ដេចបានជាផ្ទៃក្នុងនៃអាណាចក្រមួយនេះកំពុងតែស្ថិតនៅក្នុងរបបនេះមិនមែនរបបកសាងឲ្យខ្លាំងទេខ្ញុំបារម្ភជាងគេគឺរបបបំផ្លាញពីក្នុងចាញ់ក្រៅនេះគឺជារបបបារម្ភឥឡូវហ្នឹងស្អីដែលគិតថាធ្វើមិនកើតនៅភាគខាងត្បូងថៃឡង់ឥឡូវថៃក៏និយាយដែរថាធ្វើឲ្យកើតសិង្ហបុរីដែលតែងតែប្រឆាំងឥឡូវនេះលោតចូលមកប្រាប់ថាមានលុយពាន់លានដើម្បីវិនិយោគម៉ាឡេក៏ងាកមកអត់តែឥណ្ឌូនេស៊ីមួយនេះហើយឥណ្ឌូនេស៊ីនេះទៀតអត់មានខ្នងពីព្រោះឥណ្ឌូនេស៊ីអត់ត្រូវគ្នាជាមួយនឹងអាមេរិកទេហើយក៏មិនមែនជាចំណាយធំនៃ Indo-Pacific ដែរប្រធានាធិបតីឥណ្ឌូនេស៊ីមកចូលរួមក្នុងពិធីសម្ពោធ Board of Peace សន្យាដាក់ទ័ពនៅហ្គាហ្សាដួលរលំអស់លីងអ្វីដែលជាមហិច្ឆតានៃនយោបាយបង្ហាញឲ្យឃើញថាមានស្អីមួយបំផ្លាញពីក្នុងចាញ់ក្រៅនេះគឺជារឿងដែលចាប់អារម្មណ៍អញ្ចឹងសំណួរទី2និយាយថា Thailand ស្ថានភាពស្ពានគោកអាចនឹងមានគេអន្តរាគមន៍ឥឡូវអន្តរាគមន៍ប្រហែលជាដូរអ្នកដែលអន្តរាគមន៍កំពុងតែជាប់ផុងតើការជាប់ផុងនេះជាការជាប់ផុងឬក៏ជាការដែលមានមេរោគវាកំពុងតែកើតវាស៊ីផ្ទៃក្នុងដូចច្រេះចឹងណាបើវាជាមេរោគដែលស៊ីផ្ទៃក្នុងដូចមហារីកនៅក្នុងកោសិកាឈាមមហាណាចក្រមួយកើតរោគឆ្លងពីក្នុងចេញក្រៅគ្រោះថ្នាក់នៃអាណាចក្រក៏មានគ្រោះថ្នាក់ពិភពលោកក៏មានណាក្មួយនិយាយមិនចំភ្លាមនិយាយអត់បានចិញ្ចាំងមានត្រជាជួនកាលគេកាន់កាប់មិនឲ្យនិយាយមិនមែនគេចាប់ចងគេអីទេតែគេគ្រប់គ្រងសំឡេងគ្រប់គ្រងរូបភាពបាននិយាយបំកើត